ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាវីដេអូដែលខ្ញុំបង្ហាញពីការដាំម្ទេសដៃនាងជាដំបូងយើងត្រូវតែមានវត្ថុធាតុដើមដូចជាក្របពូជរបស់ម្ទេសដៃនាងដែលខ្ញុំប្រើប្រាស់ក្របពូជដែលចេញពីផ្លែវាផ្ទាល់ដែលខ្ញុំជ្រើសរើសក្របដែលនៅចន្លោះកណ្ដាលនៃផ្លែអញ្ចឹងយើងកាត់ចុងវាចោលមកហើយនឹងគល់ចោលមកយើងទុកតែចន្លោះកណ្ដាលទេហើយនេះគឺជាកន្ទះកន្សែងត្រជាក់ដែលយើងអាចប្រើប្រាស់ដើម្បីបណ្ដុះគ្រាប់ម្ទេសដើម្បីឲ្យវាចេញពន្លកអញ្ចឹងយើងកាត់ចុងវាចោលមកចុងប្រវែងប៉ុណ្នេះមកហើយនឹងគល់វាទៀតយើងកាត់ចោលមកយើងយកតែគ្រាប់ដែលនៅចន្លោះកណ្ដាលនេះទេដែលជាគ្រាប់ពូជដែលល្អគ្រាប់ពូជដែលនៅខាងចុងនិងខាងគល់គឺវាអត់ល្អទេអញ្ចឹងយើងវះយកគ្រាប់ដែលនៅចន្លោះកណ្ដាលល្អបែបនេះមកនេះគឺជាវីដេអូដែលខ្ញុំធ្វើការបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបដាំហើយខ្ញុំបានដាំម្ទេសដៃនាងនេះគឺវាបានចេញជាដើមជាផ្លែហើយនេះគឺជាវីដេអូដែលខ្ញុំថតដើម្បីធ្វើការបង្ហាញឲ្យបងប្អូនទាំងអស់គ្នាបានទស្សនាហើយនេះគឺជាក្របម្ទេសដៃនាងទៅពេលដែលយើងប្រឡេះវាដាក់នៅក្នុងកន្សែងត្រជាក់ហើយគឺយើងគ្របវាហើយយើងបាញ់ទឹកស្រោចពីលើវារយៈពេល2ទៅ3ថ្ងៃគឺវាចេញពន្លកហើយយើងយកពន្លកវាហ្នឹងគឺដើម្បីឲ្យវាដុះនៅលើដីផ្ទាល់ដែលយើងដាក់ដីនៅក្នុងផើងបែបនេះគឺវានឹងដុះនៅលើដីរយៈពេល20ថ្ងៃយើងអាចដកវាយកមកបណ្ដុះបានហើយនេះគឺជាកូនម្ទេសរយៈពេល20ថ្ងៃដែលវាដុះមកប្រវែងនេះហើយបងប្អូនអញ្ចឹងដល់ពេលដែលវាដុះប្រវែងហ្នឹងហើយគឺខ្ញុំកោះវាយកទៅដាំនៅផើងដាច់ដោយឡែកទើបម្ទេសរបស់យើងនឹងមានសភាពរឹងមាំបើសិនជាវាដុះញឹកបែបនេះគឺវាអត់ល្អទេនៅពេលដែលយើងដកវាហើយគឺយើងយកវាមកដាំនៅក្នុងផើងដាច់ដោយឡែកបែបនេះមកក្នុងមួយផើងដាក់ចំនួន1ដើមហើយនៅពេលដែលយើងដាំហើយគឺយើងស្រោចទឹកវាជារៀងរាល់ថ្ងៃនោះរយៈពេលអាចនឹង1ខែទៀតបងប្អូននៅពេលដែលវាមានអាយុកាល1ខែទៀតគឺវាមានទំហំប៉ុណ្ណេះហើយយើងព្យាយាមដាក់ជីស្រោចទឹកឲ្យបានគ្រប់គ្រាន់និងព្យាយាមការពារសត្វល្អិតវាស៊ីត្រួយម្ទេសរបស់យើងអញ្ចឹងយើងត្រូវតែប្រើប្រាស់ថ្នាំការពារហើយនៅពេលដែលវាមានអាយុកាលប៉ុណ្នេះគឺយើងអាចបំបែកដាក់នៅផ្ទាល់ដីបានហើយបំបែកនៅផ្ទាល់ដីគឺយើងចងខ្សែដើម្បីកុំឲ្យវាដួលឬក៏យើងដាក់បង្គោលក៏បានដែរហើយខ្ញុំប្រើប្រាស់ជាខ្សែនៅពេលដែលវាអាយុកាលប៉ុណ្ណេះគឺយើងចាប់ផ្ដើមដាក់ជីវាទៅគឺវានឹងចេញផ្លែចេញផ្កាឲ្យយើងទទួលបានផ្លែម្ទេសអរគុណច្រើនបងប្អូន